សូមជំរាបសួរបងប្អូនដែលចង់ដឹងអំពីការងារច្បាប់គឺថ្ងៃនេះខ្ញុំប្រទះឃើញនៅក្នុងបណ្ដាញសង្គមគឺស្រែកទាមទារឲ្យជួយផ្ដល់យុត្តិធម៌ពាក់ព័ន្ធទៅនឹងសំណងរដ្ឋបវេនីដែលកើតចេញពីសេចក្តីសម្រេចរបស់តុលាការព្រហ្មទណ្ឌឬក៏សេចក្តីសម្រេចព្រហ្មទណ្ឌអញ្ចឹងខ្ញុំសូមលើកឡើងពន្យល់អំពីសំណងរដ្ឋបវេនីដែលនៅក្នុងច្បាប់នៅក្នុងប្រព័ន្ធច្បាប់គឺសំណងរដ្ឋបវេនីកើតចេញពីរឿងរដ្ឋបវេនីភាគច្រើនគឺជារឿងកិច្ចសន្យាឬក៏រឿងកាតព្វកិច្ចអីជាដើមប៉ុន្តែសំណងរដ្ឋបវេនីផ្សេងទៀតកើតចេញពីអំពើដែលជាបទល្មើសព្រហ្មទណ្ឌហើយត្រូវបានអាជ្ញាធរទទួលបន្ទុកពាក់ព័ន្ធនឹងសេចក្តីសម្រេចព្រហ្មទណ្ឌបង្គាប់ឲ្យសងវិមានសំណងជំងឺចិត្តនិងផ្ទះស្នាក់កម្មផ្សេងដែលភាគីស្នើសុំហើយនៅក្នុងច្បាប់មួយទៀតគឺអំពើអនិច្ចានគោលក៏បង្គាប់ឲ្យមានសំណងរដ្ឋបវេនីដែរដូចនេះសំណងរដ្ឋបវេនីអាចកើតចេញពី3ទី1កើតចេញពីកិច្ចសន្យាកើតចេញពីសកម្មភាពស៊ីវិលទី2កើតចេញអំពីអំពើអនិច្ចានគោលទី3កើតចេញពីសេចក្តីសម្រេចព្រហ្មទណ្ឌសំណួរសួរថាតើបងប្អូនអាចទាមទារសំណងរដ្ឋបវេនីនេះបានតាមមធ្យោបាយណានៅក្នុងរឿងរដ្ឋបវេនីវាមិនស្មុគស្មាញប៉ុន្តែបងប្អូនបានយល់ដឹងច្រើនថាសំណងរដ្ឋបវេនីអាចទាមទារតាមណាអញ្ចឹងជារួមគឺគ្រប់សំណងរដ្ឋបវេនីត្រូវអនុវត្តតាមវិធានរដ្ឋបវេនីរួមទាំងសំណងរដ្ឋបវេនីដែលកើតចេញពីសេចក្តីសម្រេចព្រហ្មទណ្ឌដែរអញ្ចឹងខ្ញុំសូមឲ្យលើកឡើងជាការកត់សម្គាល់មួយគឺថានៅពេលដែលមានបទល្មើសព្រហ្មទណ្ឌរមែងមានដើមបណ្ដឹងរដ្ឋបវេនីដែលបណ្ដឹងទាមទារសំណងនៃការខូចខាតរបស់ខ្លួនអញ្ចឹងសួរថាតើកាតព្វកិច្ចដែលតុលាការឬសេចក្តីសម្រេចព្រហ្មទណ្ឌបង្គាប់ឲ្យជនបង្កពិរុទ្ធជនឬក៏ជនត្រូវចោទសងទៅដើមបណ្ដឹងរដ្ឋបវេនីនេះវាយ៉ាងម៉េចអញ្ចឹងនៅក្នុងអំពើដែលជាបទល្មើសព្រហ្មទណ្ឌគឺយើងមានអាជ្ញាយុកាលលើកលែងតែបទល្មើស4ដែលអត់មានអាជ្ញាយុកាលគឺមានបទល្មើសប្រឆាំងនឹងមនុស្សជាតិបទល្មើស
ក្រិតសង្គ្រាមហើយនឹងបទល្មើសប្រឡាយពូជសាសន៍ហើយនឹងបទល្មើសទាំងឡាយណាដែលចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងភេរវកម្មអញ្ចឹងបទល្មើសនៅក្នុង4នេះគឺអត់មានអញ្ញាយុកាលទេអញ្ញាយុកាលមានន័យថាគិតចាប់ពីថ្ងៃកើតហេតុហើយបើសិនជាយើងអត់ចាត់វិធានការទេបើយើងអត់ប្តឹងទេគឺមានន័យថាយើងឆ្លោះសិទ្ធិនៅក្នុងការប្តឹងហើយក៏ប៉ុន្តែយើងឃើញថានៅក្នុងច្បាប់យើងវាមានចំណាត់ថ្នាក់កម្រិតនៃបទល្មើសហ្នឹងវាមាន3អញ្ចឹងអាជ្ញាយុកាលវាទៅតាម3កម្រិតហ្នឹងគឺមានបទឧក្រិដ្ឋបទមជ្ឈិមនិងបទលះហួសអញ្ចឹងអាជ្ញាកាលនៃបទល្មើសបទឧក្រិដ្ឋមានរយៈពេល15ឆ្នាំបទមជ្ឈិមមានរយៈពេល5ឆ្នាំនិងបទលះហួសមានរយៈពេល1ឆ្នាំដើម្បីឲ្យជនរងគ្រោះធ្វើការដាក់ពាក្យបណ្ដឹងជាការកត់សម្គាល់មួយនៅពេលដែលយើងអត់បានដាក់ពាក្យប្តឹងនៅពេលដែលជនរងគ្រោះអត់បានដាក់ពាក្យប្តឹងហើយផុតអាជ្ញានុកាលនៃបទល្មើសតើទង្វើនឹងវាទៅជាអីតាមច្បាប់ការផុតអាជ្ញានុកាលនៃបទល្មើសទង្វើនោះคล้ายទៅជាអំពើអនិច្ចានុកូលដែលជនរងគ្រោះនៅតែប្តឹងទាមទារឲ្យទទួលខុសត្រូវខាងរដ្ឋបព្វេនីបានអញ្ចឹងនៅតាមនេះយើងដឹងពីអាជ្ញានុកាលនៃបទល្មើសហើយឥឡូវយើងទៅមើលអាជ្ញានុកាលនៃទោសអញ្ចឹងយើងមិញនេះយើងឃើញបទមជ្ឈិមអាជ្ញានុកាលនៃបទល្មើសមានបទឧក្រិដ្ឋអាជ្ញានុកាលនៃបទល្មើសឧក្រិដ្ឋគឺមាន15ឆ្នាំមជ្ឈិម5ឆ្នាំនិងលះហួស1ឆ្នាំឥឡូវយើងមើលអាជ្ញានុកាលនៃទោសអាជ្ញានុកាលនៃទោសមានន័យថាបន្ទាប់ពីសាលក្រមឬសាលតកាចូលជាស្ថាពរគឺយើងគិតរាប់អំពីអាជ្ញានុកាលនៃទោសអញ្ចឹងអាជ្ញានុកាលនៃទោសសម្រាប់បទឧក្រិដ្ឋមានរយៈពេល20ឆ្នាំអញ្ចឹងអាជ្ញានុកាលសម្រាប់បទមជ្ឈិមមានថាទោសមជ្ឈិមគឺមានរយៈពេល5ឆ្នាំប៉ុន្តែមានបទល្មើសមួយនោះជាបទមជ្ឈិមដែរប៉ុន្តែអាជ្ញានុកាលនៃទោសគឺមានតែ1ឆ្នាំទេគឺអត់ប្តឹងបរិហាប្រកាច់គេអញ្ចឹងជារួមបទមជ្ឈិមអាជ្ញានុកាលនៃទោសគឺ5ឆ្នាំលើកលែងតែបទល្មើសមួយគឺទោសនៃបទល្មើសបទប្តឹងបរិហាប្រកាច់គេគឺមានអាជ្ញានុកាលតែ1ឆ្នាំតែប៉ុណ្ណោះអាជ្ញានុកាលនៃទោសបទលះហួសគឺមាន1ឆ្នាំមាន1ឆ្នាំអញ្ចឹងសំណួរដែលសួរថាប្រសិនបើចាប់ពីសាលក្រមឬសាលកាចូលជាស្ថាពរប៉ុន្តែអ្នកជាប់ទោសកិច្ចបាត់អត់ដឹងទៅណារកអត់ឃើញបាត់ជឹងអញ្ចឹងសួរថាតើឲ្យសងសំណងរដ្ឋបវេនីយ៉ាងម៉េចឲ្យសងសំណងរដ្ឋបវេនីយ៉ាងម៉េចកាតព្វកិច្ចដែលជននឹងត្រូវសងមក
ដើមមិនដឹងរដ្ឋបវិនីឬក៏មកជន់រងគ្រោះនោះតើត្រូវសងយ៉ាងម៉េចបើបាត់ឈឹងអញ្ចឹងកាតព្វកិច្ចនៃសំណងរដ្ឋបវិនីនេះដែលកើតចេញពីសេចក្តីសម្រេចព្រហ្មទណ្ឌនេះក៏មានអាជ្ញាយុកាលដែរអាជ្ញាយុកាលយ៉ាងម៉េចអាជ្ញាយុកាលយើងត្រូវពិនិត្យទៅលើ2ទី1អាជ្ញាយុកាលសម្រាប់កាតព្វកិច្ចរដ្ឋបវិនីដែលកើតចេញពីអំពើអញ្ចានគោលអញ្ចឹងអំពើអញ្ចានគោលសំណងរដ្ឋបវិនីដែលកើតចេញពីអំពើអញ្ចានគោលអាជ្ញាយុកាលវាមាន3ឆ្នាំនៅពេលដែលយើងដឹងថាអំពើហ្នឹងយើងអាចប្តឹងទាមទារសំណងរដ្ឋបវិនីបានប៉ុន្តែយើងអត់ប្តឹងក្នុងរយៈពេល3ឆ្នាំគឺសំណងរដ្ឋបវិនីនេះយើងមិនអាចទាមទារបានទេមួយទៀតសំណងរដ្ឋបវិនីយើងអាចទាមទារបានក្នុងរយៈពេល10ឆ្នាំពាក់ព័ន្ធនឹងអំពើអញ្ចានគោលបើសិនបើយើងអត់ដឹងថាអំពើហ្នឹងគឺជាអំពើអញ្ចានគោលហើយយើងអាចដឹងទាមទារសំណងបានយើងអត់ដឹងអញ្ចឹងគិតចាប់ពីទង្វើនេះកើតឡើងរហូតដល់10ឆ្នាំគឺក្នុងអំឡុងពេល10ឆ្នាំនេះយើងមានសិទ្ធិប្តឹងទាមទារសំណងរដ្ឋបវិនីប៉ុន្តែបើសិនជាផុតពី10ឆ្នាំគឺយើងមិនអាចទាមទារសំណងរដ្ឋបវិនីបានទេនេះគឺជាអាជ្ញាយុកាលនៃការទាមទារសំណងរដ្ឋបវិនីដែលកើតចេញពីអំពើអញ្ចានកូដមួយទៀតអំពីអាជ្ញាយុកាលដែលកើតចេញពីសេចក្តីសម្រេចព្រហ្មទណ្ឌពាក់ព័ន្ធនឹងសំណងរដ្ឋបវិនីគឺអាជ្ញាយុកាលវាស្របទៅតាមអីគឺស្របទៅតាមអាជ្ញាយុកាលនៃបទល្មើសដែរមានន័យថាបើសិនជាសំណុំរឿងហ្នឹងជារឿងឧក្រិដ្ឋអញ្ចឹងបងប្អូនមានអាជ្ញាយុកាលនៃទោសវាគឺយើងមាន20ឆ្នាំអញ្ចឹងក្នុងអំឡុងពេល20ឆ្នាំនេះបើសិនជាយើងរកអ្នកទទួលខុសត្រូវអត់បានទេហ្នឹងគឺចប់ហើយយើងឆ្លោះសិទ្ធហើយសម្រាប់បទមជ្ឈិមគឺរយៈពេល5ឆ្នាំបើសិនជា5ឆ្នាំហ្នឹងយើងមិនអាចរកអ្នកទទួលខុសត្រូវរដ្ឋបវិនីអញ្ចឹងយើងរលត់សិទ្ធដែលត្រូវទទួលបានសំណងរដ្ឋបវិនីហើយបើបទលាក់ហុក1ឆ្នាំអាជ្ញាការនៃទោស1ឆ្នាំអញ្ចឹងក្នុង1ឆ្នាំនេះបើសិនជាយើងមិនអាចរកអ្នកទទួលខុសត្រូវបានគឺយើងឆ្លោះសិទ្ធនៅក្នុងការទទួលបានសំណងរដ្ឋបវិនីអញ្ចឹងប៉ុន្តែខ្ញុំនៅខ្វះមួយចំណុចថាប្រសិនបើយើងដាក់ពាក្យស្នើសុំឲ្យអនុវត្តដើម្បីទាមទារសំណងរដ្ឋបវិនីក៏ប៉ុន្តែយើងវាបាត់អ្នកទទួលខុសត្រូវនេះវាបាត់អ្នកទទួលខុសត្រូវអញ្ចឹងវាមានអាជ្ញាយុកាលនៃវិញ្ញាអាជ្ញាយុកាលនៃការទទួលខុសត្រូវសំណងរដ្ឋបវិនីគឺវាដើរទៅតាមអាជ្ញាយុកាលនៃទោសគឺវាមាន20ឆ្នាំវាមាន5ឆ្នាំ20ឆ្នាំសម្រាប់បទឧក្រិដ្ឋ5ឆ្នាំសម្រាប់បទមជ្ឈិមលើកលែងតែបទល្មើសមួយគឺបទប្តឹងបរិហាបកគេនិង
1 ឆ្នាំសម្រាប់បទលក្ខហូបសំណួរសួរថាចឹងត្រូវធ្វើម៉េចបើសិនជាយើងបាត់ឬក៏យើងត្រូវធ្វើម៉េចប្រសិនបើបាត់អ្នកទទួលខុសត្រូវរដ្ឋប្រវេណីអញ្ចឹងជនជាប់ចោតគេចខ្លួនបាត់ហើយបើសិនជាជនជាប់ចោតគេចខ្លួនបាត់ដែលស្របទៅតាមអាជ្ញានុកាលនៃទោស20 ឆ្នាំ5 ឆ្នាំហើយនឹង1 ឆ្នាំអញ្ចឹងសំណួរសួរថា20 ឆ្នាំកន្លងផុតទៅហើយយើងបានរកឃើញជននឹងសំណួរសួរថាទៅចាប់ជននឹងមកគឺច្បាប់មិនបានអនុញ្ញាតឲ្យទៅចាប់ជននឹងនៅពេលដែលអាជ្ញានុកាលនៃទោសផុតទេពីព្រោះអីច្បាប់គេចាត់ទុកថាការកិច្ចខ្លួនរបស់ជនល្មើសយូររហូតដល់20 ឆ្នាំសម្រាប់បទឧក្រិដ្ឋ5 ឆ្នាំសម្រាប់បទមជ្ឈិមនិង1 ឆ្នាំសម្រាប់បទលក្ខហូបមានន័យថាជននោះបានរស់នៅក្នុងសង្គមវិញហើយអញ្ចឹងអត់ចាំបាច់ទៅចាប់ជននឹងយកមកផ្ដន្ទាទោសទេពីព្រោះទោសបានផុតហើយបើសិនជាមានការចាប់ផ្ដន្ទាទោសខុសហើយពីព្រោះច្បាប់គេចាត់ទុកថាបុគ្គលនឹងបានរួមរស់សុខដុមនីយកម្មនៅក្នុងសង្គមវិញហើយបើយើងទៅចាប់គឺគេសន្និដ្ឋានថាតាមទស្សនវិជ្ជាអក្រិតជាគេថានឹងធ្វើឲ្យមានការបែកបាក់មានការឈឺផ្សាមានវិបដិសារីឡើងវិញហើយសង្គមនឹងបាត់បង់នៅសណ្ដាប់ធ្នាប់ឡើងវិញប៉ុន្តែសំណួរសួរថាឥឡូវធ្វើម៉េចសម្រាប់សំណងរដ្ឋប្រវេណីដែលកើតចេញពីសេចក្តីសម្រេចព្រហ្មទណ្ឌក៏ប៉ុន្តែវាផុតអាជ្ញានុកាលនៃទោសទៅធ្វើម៉េចចម្លើយហើយក៏ជាការស្រាវជ្រាវរបស់អ្នកជំនាញហើយក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយហើយគឺសូមឲ្យអាជ្ញាធរដែលជាអ្នកទទួលបន្ទុកអនុវត្តកិច្ចការព្រហ្មទណ្ឌដោះស្រាយរឿងហ្នឹងដោះស្រាយយ៉ាងម៉េចមានន័យថាត្រូវរកអ្នកដែលទទួលខុសត្រូវរដ្ឋប្រវេណីហ្នឹងឲ្យបានឲ្យជាប់អញ្ចឹងហើយបានអូខេអាជ្ញាធរឬក៏ច្បាប់តម្រូវឲ្យមានការតម្កល់ប្រាក់ប្រសិនបើមានការស្នើសុំនៅក្រៅឃុំជាដើមអញ្ចឹងនេះគឺជាការឆ្លើយតបទៅនឹងបញ្ហាឬក៏ជាការចែករំលែកនៅចំណេះដឹងមួយដែលជាការស្រាវជ្រាវហើយមូលហេតុដែលខ្ញុំលើកជាវីដេអូពេលខ្លះក៏ខ្ញុំយល់ថាបងប្អូនខ្លះគាត់អានទៅមិនយល់បងប្អូនខ្លះស្ដាប់ទៅវាងាយយល់ជាងអានហើយការអាននេះអានច្បាប់នេះគឺជាបច្ចេកទេសអ្នកចូលសាលាច្បាប់ក៏មិនប្រកាសថាអានក្រមអានអីនឹងយល់ទេអញ្ចឹងខ្ញុំយល់ថាការ
ចែករំលែកជាវីដេអូគឺងាយស្រួលស្ដាប់ហើយនឹងអាចងាយស្រួលយល់ដូចនេះខ្ញុំសូមសង្ខេបថាកាតព្វកិច្ចសំណងរដ្ឋបវេនីកើតចេញពីកិច្ចរដ្ឋបវេនីកើតចេញពីអង្គើអនុជានគរនិងកើតចេញពីសេចក្តីសម្រេចព្រំដែនសម្រាប់អាជ្ញានុកាលនៃសំណងរដ្ឋបវេនីដែលកើតចេញពីកិច្ចរដ្ឋបវេនីគឺត្រូវអនុលោមតាមវិធានរដ្ឋបវេនីអាជ្ញានុកាលនៃកិច្ចនៃសំណងរដ្ឋបវេនីដែលកើតចេញពីអង្គើអនុជានគរ3ឆ្នាំនៅពេលដែលយើងដឹងថាយើងអាចទាមទារសំណងបានប៉ុន្តែយើងអត់បានទាមទារគឺ3ឆ្នាំ10ឆ្នាំនៅពេលដែលយើងអត់ដឹងគិតចាប់ពីថ្ងៃកើតមានអង្គើអនុជានគរកាតព្វកិច្ចសំណងរដ្ឋបវេនីដែលកើតចេញពីសេចក្តីសម្រេចព្រំដែនអាចមានសាលក្រមសាលកាជាដើមគឺស្របទៅតាមអាជ្ញានុកាលនៃទុកមានសម្រាប់បទអុក្រិដ្ឋគឺមាន20ឆ្នាំសម្រាប់បទមជ្ឈិមមាន5ឆ្នាំក៏ប៉ុន្តែលើកលែងតែបទល្មើសប្តឹងបរិហាបកិច្ចគេដែលអាជ្ញានុកាលនៃទុកគឺមានត្រឹមតែ1ឆ្នាំហើយបទល្មើសលាក់ហួសគឺមានអាជ្ញានុកាល1ឆ្នាំអញ្ចឹងអាជ្ញានុកាលនៃការទាមទារសំណងរដ្ឋបវេនីគឺស្របទៅតាមអាជ្ញានុកាលនៃទុកហើយជាការកត់សម្គាល់ពីចំណុចចុងក្រោយដែលខ្ញុំសូមសង្ខេបគឺបទល្មើសដែលផុតអាជ្ញានុកាលคล้ายទៅជាអង្គើអនុជានគរហើយការដែលកិច្ចរបស់ជនដែលត្រូវអនុវត្តទោសឬក៏ពីរដ្ឋជនគាត់កិច្ចរហូតទៅដល់20ឆ្នាំសម្រាប់បទអុក្រិដ្ឋគាត់កិច្ចរហូតទៅដល់5ឆ្នាំសម្រាប់បទមជ្ឈិមហើយបទលាក់ហួសគាត់កិច្ចបាន1ឆ្នាំដែលមិនមានចំណាត់ការអ្វីទាំងអស់មិនអាចចាប់បានមិនអីបានគឺច្បាប់ចាត់ទុកថាពួកគេបានសមាហរណកម្មរស់នៅក្នុងសង្គមជាធម្មតាវិញមិនអាចទៅចាប់ទៅចងយកមកអនុវត្តទោសនៅពេលដែលផុតអាជ្ញានុកាលនៃទោសនោះទេហើយទទួលបានការស្ដារនីតិសម្បទាជាពលរដ្ឋធម្មតាឡើងវិញដោយគេដូចឯងខ្ញុំសូមសង្ខេបប៉ុណ្ណេះខ្ញុំសូមអរគុណសម្រាប់ការតាមដានហើយការតាមដាននេះគឺជាការផ្ដល់ចំណេះដឹងផ្លូវច្បាប់ហើយជាចុងក្រោយគឺថាគ្មានមរិតឯណារត់ទៅចូលមាត់សីហៈដោយឯងឬក៏កំពុងតែដេកលក់នោះទេអញ្ចឹងអ្វីទាំងអស់គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងដែលជាអ្នកគ្រប់គ្រងទៅលើកិច្ចការខ្លួនឯងហ្នឹងมันអាចទៅពឹងអ្នកនេះมันអាចទៅពឹងអ្នកនោះมันអាចស្រែកបានទេក៏ប៉ុន្តែប្រសិនបើយើងមិនមានចំណេះដឹងគ្រប់គ្រាន់ទេគឺយើងអាចស្ដាប់យើងអាចអានសៀវភៅយើងអាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញដើម្បីដោះស្រាយបញ្ហាសូម